សួស្តីបងប្អូនទាំងអស់គ្នានេះគឺជា IMV Origin បានដែលត្រូវបានបង្ហាញជូននៅក្នុងពិព័រណ៍ Japan Mobile Show ឆ្នាំ2025ជាក់ស្ដែងហ្មងនេះគឺគេហៅ IMV Origin ដែលគេត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់នៅក្នុងសហគមន៍សម្រាប់មធ្យោបាយនៃការធ្វើដំណើរហើយអ្វីដែលពិសេសហ្នឹងគឺគេផលិត IMV Origin នេះឡើងគឺសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍បម្លាស់ទីដឹកអីអញ្ចឹងណាបើឃើញវីដេអូបាទភាគច្រើនហ្មងសម្រាប់សហគមន៍របស់គេហ្នឹងដូចនៅអាហ្វ្រិកនៅអីឬក៏តំបន់នៅភូមិនៅអីគាត់អាចប្រើប្រាស់បានហើយវាមានភាពស្មុគស្មាញវាងាយស្រួលនៅក្នុងការ customize ក៏ដូចជាការបំពាក់បន្ថែមដូចជាក់ស្ដែងមកនឹងនេះឃើញតេអញ្ចឹងយើងអាចបាទឡើងទៅជាឡានសម្រាប់ដឹកឡានសម្រាប់លក់អីវ៉ាន់លក់ទំនិញលក់អីចឹងណាបាទគឺយើងអាចមានច្រើនរបៀបនៅក្នុងការបំពាក់បន្ថែមទៅលើ IMV Origin របស់ Toyota មួយនេះផងដែរគោលបំណងសំខាន់នៃការផលិត IMV Origin នេះឡើងគឺដើម្បីផ្ដល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់នៅក្នុងសហគមន៍ដោយងាយស្រួលនៅក្នុងការជួសជុលឬក៏ការបំពាក់បន្ថែម